នេះ fast charger ដែលបងប្អូនមានវាសាកលឿនមែនក៏ប៉ុន្តែមិនមែនមានន័យថាសម្រាប់សាកជាមួយកាមេរ៉ាឬក៏ microphone ទាំងអស់គ្នាទេ fast charger ត្រូវបានរចនាឡើងសម្រាប់ទូរស័ព្ទឬក៏ laptop ដែលមានប្រព័ន្ធគ្រប់គ្រងកម្ដៅបានល្អនិងបញ្ចេញកម្ដៅបានល្អចំពោះកាមេរ៉ាឬក៏ឧបករណ៍ microphone ដែលជាឧបករណ៍ទូទៅហ្នឹងវាមិនមានការបញ្ចេញកម្ដៅបានល្អទេហើយវាក៏មិនមែនរចនាឡើងសម្រាប់ការសាកលឿនជាញឹកញាប់ផងដែរហើយនេះខ្ញុំស្រស់មាន3បញ្ហាចែកជូនអ្នកទាំងអស់គ្នាក្នុងការពិចារណាបើសិនបើអ្នកទាំងអស់គ្នាសាកថ្មជាមួយនឹង fast charger ជាញឹកញាប់តែដំបូងខ្ញុំសូមបើកវងកញ្ចក់ខ្លីៗដើម្បីអ្នកទាំងអស់គ្នាងាយស្រួលយល់ដើម្បីបង្កើតជាអគ្គិសនីបានសារធាតុរាវដែលនៅក្នុងថ្មត្រូវការធ្វើចលនាការធ្វើចលនាបង្កើតឲ្យមានការកកិតហើយការកកិតនឹងបង្កើតឲ្យមានកម្ដៅអញ្ចឹងខ្ញុំសូមបិទវងកញ្ចក់វិញបញ្ហាទី1ដែលអាចកើតឡើងគឺការឡើងកម្ដៅ fast charger បញ្ជូនថាមពលបានច្រើនហើយលឿនដូច្នេះសារធាតុរាវដែលនៅក្នុងថ្មរបស់យើងនឹងក៏ត្រូវធ្វើចលនាលឿនដែរហើយធ្វើចលនាលឿនក៏កើតកាន់តែខ្លាំងកម្ដៅក៏ឡើងតែខ្លាំងចំពោះកាមេរ៉ាឬក៏ microphone ឬក៏ឧបករណ៍ទូទៅរបស់យើងនឹងมันមានប្រព័ន្ធបញ្ចេញកម្ដៅបានល្អទេអញ្ចឹងកម្ដៅគឺស្ថិតនៅក្នុងឧបករណ៍យើងទាំងអស់វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ board ឬក៏គ្រឿងទូចៗនៅក្នុងឧបករណ៍យើងបញ្ហាទី2គឺប៉ះពាល់ទៅដល់យូហ្គាថ្មជាធម្មតាវាមិនខូចភ្លាមៗទេក៏ប៉ុន្តែយើងនឹងសង្កេតឃើញថ្មរបស់យើងគឺអស់លឿនជាងធម្មតាហើយពេលខ្លះក៏សាកអត់ពេញដែរអញ្ចឹងធ្វើឲ្យបងប្អូនពិបាកក្នុងការទុកចិត្តក្នុងការប្រើថ្មមួយនោះនៅពេលដែលបងប្អូនមានការងារសំខាន់ហើយបញ្ហាទី3អាចកើតឡើងនៅពេលដែលបងប្អូនសាកបណ្ដាថតបណ្ដាកម្ដៅនឹងកើនឡើង2ដងកម្ដៅមកពីការប្រើប្រាស់ថតផងហើយនឹងកម្ដៅដែលបងប្អូនសាកថ្មផងហើយការក្ដៅពេកហ្នឹងអាចធ្វើឲ្យការថតរបស់បងប្អូនត្រូវបានផ្អាកសិនដែលយើងតែងតែជួបដែលយើងហៅថា overheat ហ្នឹងហើយមានករណីខ្លះអាចធ្វើឲ្យបងប្អូនបាត់ file ខូចនៅសំឡេងដែលបងប្អូន record ហើយបើក្ដៅខ្លាំងពេកនោះអាចធ្វើឲ្យថ្មនោះផ្ទុះមិនធំតែប៉ះពាល់ខូចខាតនៅឧបករណ៍បងប្អូនទេក៏អាចប៉ះពាល់ទៅដល់បងប្អូនផ្ទាល់ផងដែរអញ្ចឹងសរុបមកវិញបញ្ហាអាចកាត់ឡើងមានច្រើនកត្តាក៏ប៉ុន្តែនេះខ្ញុំគ្រាន់តែលើក3បញ្ហាដែលអាចកាត់ឡើងនៅពេលបងប្អូនប្រើមិនត្រឹមត្រូវជាមួយក្នុងការសាកថ្មឬក៏យើងប្រើ fast charger នឹងឯងដូច្នេះខ្ញុំលើកទឹកចិត្តបងប្អូនពិនិត្យមើលទៅលើឧបករណ៍របស់យើងតើត្រូវការថាមពលប្រមាណឧបករណ៍ខ្លះត្រូវការ6 វ៉ុល 2 វ៉ុលឬក៏24 វ៉ុលមួយទៀតគឺប្រើប្រាស់ឆ្នាំងសាកឬក៏ឧបករណ៍សាកថ្មដែលមានមកក្នុងប្រអប់ស្រាប់ហើយជៀសវាងបងប្អូនសាកថ្មបណ្ដាថតបណ្ដា fast charger មិនអាក្រក់ទេប៉ុន្តែឧបករណ៍មួយចំនួនដែលមិនមានស្តង់ដារត្រឹមត្រូវក្នុងការទទួលថាមពលថ្មហ្នឹងឡើងចុះអញ្ចឹងវាអាចប៉ះពាល់ទៅដល់ឧបករណ៍លឿនជាធម្មតាអញ្ចឹងខ្ញុំបាទស្រស់មាន3ចំណុចនេះចែកជូនដល់បងប្អូនហើយជួបខ្ញុំស្រស់នៅវីដេអូក្រោយ